មើលហើយទៅអ្នកចង់ញ៉ាំម្រះឃើញឯងមួយផ្លែហ្នឹងគឺ300 យ៉េនជាងទាំងពួនអីចូល400 យ៉េនហើយអើហើយនិយាយពីម្រះហ្នឹងថ្លៃម៉ាថ្លៃហើយតែមិនដឹងធ្វើល្មិចទេចង់ញ៉ាំហើយក៏ទិញតែ2ផ្លែមក2ផ្លែហ្នឹងជិតចូល1000 យ៉េនបាទហើយនៅគ្រឿងក្រៅផ្សេងទៀតនិយាយរួមទៅសេដ្ឋកិច្ចឥឡូវអូហូយធ្លាក់ដុនដាបសាហាវតែមិនដឹងធ្វើល្មិចទេយើងក៏ធ្វើអីក៏មិនកើតយើងកែប្រែអីក៏មិនកើតគឺមានតែតាមហ្នឹងទៅតាមតាណាទៅយើងមកមើលពីស្លម្រះយើងវិញ ម្រះហ្នឹងគឺជាប្រភេទម្រះដែលគេញ៉ាំឆៅក៏បានយើងយកស្លអញ្ចឹងក៏បានដែរខ្ញុំមានផ្សិតស្លឹកត្រចៀកកដុលដាក់តែផ្សិតស្លឹកត្រចៀកកដុលទេហើយនឹងមីស៊ូអញ្ចឹងទៅរបៀបធ្វើងាយលឿនទេដោយសារតែយើងអត់មានគ្រឿងគ្រប់អញ្ចឹងយើងត្រូវតែច្នៃនឹងឯងហើយណាមួយតែជប៉ុនខ្ញុំក៏គាត់ចូលចិត្តញ៉ាំស្ងោរម្រះបែបខ្មែរយើងមែនទែនអញ្ចឹងហើយមានតែខ្ញុំធ្វើឲ្យគាត់ញ៉ាំនឹងឯងណាមួយខ្ញុំឃ្លានចង់ញ៉ាំស្លម្រះខ្លួនឯងដែរអញ្ចឹងណាហើយមីស៊ូខ្ញុំដាក់ត្រាំទឹកក្តៅមកសន្ធុះទៅខ្ញុំកាត់វាដុំខ្លីៗទៅកណាត់ខ្លីៗហើយដាក់សាច់ជ្រូកចូលមកសាច់ជ្រូកកិនដាក់ខ្ទឹមសនិងផ្សិតម្ជុលចូលមកផ្សិតស្លឹកត្រចៀកកដុលហើយលាយគ្រឿងមកខ្ញុំលួចប្រេងល្ងបន្តិចបាត់ពីនោះគឺដូចធម្មតានឹងឯមសាស៊ុបស្ករប៊ីចេងហុងដាស៊ីបកទេហើយនឹងទឹកប្រេងខ្យងជាពិសេសនោះគឺម្រេចតម្ដងកុំភ្លេចឲ្យសោះម្រេច ហើយបើសិនជាយើងចង់ហាន់ការ៉ុតដាក់ទៀតក៏បានដែរការ៉ុតយើងហាន់ឲ្យទូចល្អិតទៅដាក់ទៅក៏អត់អីដែរតែខ្ញុំអត់បានដាក់ទេហើយថែមលួចទឹកត្រីបន្តិចមកក៏រួចជាការស្រេចហើយច្បល់វាចូលមកនៅឆ្លៀតលួចទឹកស៊ីអ៊ីវ ថាដាក់ក៏មិនឲ្យតាជប៉ុនញ៉ាំពេលញ៉ាំកុំប្រើទឹកស៊ីអ៊ីវចង់បញ្ចប់គាត់នៅតែប្រើទឹកស៊ីអ៊ីវតដែរនឹងឯងបន្ទាប់មកយើងលាយឲ្យសព្វមកទាំងមីស៊ូទាំងសាច់ទាំងគ្រឿងហ្នឹងឲ្យចូលជាតិគ្នាដល់ពេលខ្ញុំធ្វើលាយនឹងស្លាបព្រាពិបាកពេកដៃទៅលឿនពាក់ស្រោមដៃមក និយាយទៅគ្មានអីស្រួលជាងដៃទេមានតែដៃទេដែលធ្វើលឿនជាងគេខ្ញុំនឹកឃើញតែពេញប៉ោះសមកផ្លែចឹងហើយយកមកដាក់ពេញប៉ោះសមើលមកឆ្ងាញ់អត់កាពិតពេលយកទៅស្ងោរទៅលាយអស់ ហើយញក់ចូលមកញក់ម្រះចូលមកអូហូម្រះហ្នឹងវាផ្លែរៀងទូចដែរទូចតែក្លឹមហើយម៉ែថ្លៃមែនទែនម្រះនេះនៅរៀងខ្ចីយ៉ាងពេលយើង នៅពេលដែលយើងយកទៅស្ងោរវាឆាប់ផុយមែនទែនឆាប់ផុយបន្ទាប់មកយើងដាក់មកញក់ឲ្យចូលល្អមកម្រះមានប្រមាណកណាត់2ផ្លែទេកាត់ឡើងប្រមាណ7-8កណាត់អូហូយចឹងឯងបើថាតិចហើយយើងត្រូវឆ្នៃមិនឲ្យច្រើនចឹងណាញក់ចូលមកញក់ចោះញក់ឡើងតែជប៉ុនគាត់ឈោមមើលគាត់ថាចាំបាច់ញក់ទៅអីថាចាំបាច់ញក់ទៅអានឹងតិចនិចរបស់គេរបៀបធ្វើម្ហូបរបស់គេចាំតែញ៉ាំទៅចាំបាច់សួរ តែគាត់ថាឆ្ងល់ហ្នឹងឆ្ងល់អត់អំពើគេញ៉ក់អញ្ចឹងធ្វើឲ្យសាច់ទឹងម្រះហ្នឹងវាចូលជាតិគ្នាហើយឆ្ងាញ់នៅពេលដែលយើងយកទៅស្ងោរសាច់វាអត់បែកឆ្ងាយអញ្ចឹងណាវាអត់បែកវល់ពេញឆ្នាំងខ្ញុំនិយាយចឹងឯងគាត់ថាអូសិតតែមាន headផលរបស់គេនៅពេលដែលគេធ្វើអីមួយសិតតែមានបញ្ហាមាន head ផលរបស់គេច្បាស់លាស់មិនមែនចាធ្វើទេ បន្ទាប់មកតែយើងមកដាំទឹកមកអូដាំទឹកតែបន្តិចបានហើយកុំច្រើនពេកមកល្មមនឹងម្រះរបស់យើងណានៅពេលដែលយើងដាក់ទឹកហើយខ្ញុំដាក់ខ្ទឹមសចូលទៀតហើយលាយគ្រឿងបន្តិចទៀតអត់ទាន់លាយច្រើនទេដោយសារតែម្រះយើងមានគ្រឿងអញ្ចឹងហើយដល់ពេលយើងដាក់ម្រះហើយចាំយើងភ្លក់ទឹកស៊ុបយើងល្មមឬក៏មិនល្មមយើងថែមថយទៅតាមក្រោយទៀតទៅឬក៏ថែមថយទៅតាមចិត្តរបស់យើងតាមចំណង់ចំណូលចិត្តរបស់យើងរសជាតិបែបណាយើងថែមបែបហ្នឹងទៅបន្ទាប់មកយើងដាក់ម្រះយើងឲ្យអស់មកម្រះខ្ញុំមានតែ2ផ្លែនឹងឯងតែកាត់អូយកាត់ដាក់แล้วមិនចេះតិចផ្លែមិនចេះតិចកណាត់ តែមកយើងគ្របទុកមកសន្ធូរទៅពេញប៉ោះខ្ញុំមិនមកតិនដាក់ទេចាំដាក់តាមក្រោយព្រោះពេញប៉ោះតែដាក់ទៅវាលាយអស់ ធ្វើព្រោះសាច់វាសល់ដល់ពេលសាច់សល់ចាំដឹងរកអីញ៉ាត់មានតែពេញប៉ោះណែញ៉ាត់ទៅ ដាក់ចោលដាក់ឡើងទៅបន្ទាប់មកថែមគ្រឿងមកភ្លក់ហើយថែមគ្រឿងព្រោះដោយសារតែអត់ទាន់
គ្រឿងហ្នឹងរសជាតិហ្នឹងអត់ទាន់ពេញចិត្តខ្ញុំទេអញ្ចឹងខ្ញុំត្រូវថែមមាញ់ថែមរៀងថែមម្សៅស៊ុបបន្តិចថែម Honda Sik របស់កូរ៉េហ្នឹងម្សៅស៊ុបគោមកហើយថែមទឹកត្រីបន្តិចនិងម្រេចកុំភ្លេចឲ្យសោះម្រេចស្ងោរម្រះចូលចិត្តណាស់ដាក់ម្រេចច្រើនឈ្ងុយហើយស្ករបន្តិចមករួចជាការស្រេចហើយបើសិនជាពេលយើងញ៉ាំយើងដាក់ទឹកត្រីម្ទេសទៀតក៏បានយើងអត់ដាក់ក៏បានដែរស្រេចចិត្តតែខ្ញុំវិញចូលចិត្តណាថែមទឹកត្រីម្ទេសនឹងតាមផ្សាយឌីសទៅប៉ុន្តែដល់ពេលតាជប៉ុនគាត់ញ៉ាំគាត់ថែមទឹកស៊ីអ៊ីវគាត់ថាព្រោះតាជប៉ុនគាត់ពេលគាត់ញ៉ាំគាត់ដែរហត់ទឹកស្លទេគាត់ដែរហត់ទឹកស៊ុបទេអញ្ចឹងដល់ពេលដែលខ្ញុំដួសទៅគឺខ្ញុំដួសតែម្រះដុំម្រះឲ្យគាត់នឹងឯងដល់ពេលទោះដួសទឹកស៊ុបទៅក៏គាត់អត់ហត់ដែរព្រោះភាគច្រើនជនជាតិជប៉ុនមិនងាយញ៉ាំរបស់ទឹកទេមិនងាយទេបើសិនជាគាត់ញ៉ាំដូចជាពពួកសាប៊ូពួកហត់ផុតអីអាហ្នឹងគាត់ញ៉ាំតែស្លស៊ុបដូចយើងចេះមិនងាយមានទេសាច់ដែលនៅសល់អូយមកចាប់មកសាច់ដែលនៅសល់គឺខ្ញុំដាក់តាមក្រោយខ្ញុំមូលដូចប្រហិតអញ្ចឹងទៅយើងដាក់តាមក្រោយនេះតួឯចុងក្រោយពេញប៉ោះដាក់តាមស្ទុះបាត់ពេញប៉ោះចឹងតើស្ទុះបាត់ពេញប៉ោះហើយមានអីឆ្ងាញ់ដែរតើឆ្ងាញ់ហ្នឹងហើយនឹងគឺជារបៀបដែលខ្ញុំធ្វើបែបងាយលឿនហើយមានរសជាតិស្តៀងនៅស្រុកខ្មែរយើងដែរហើយដួសដាក់ចានមកដួសដាក់ចានមានពីរបែបមានរបស់ជប៉ុនមានរបស់ខ្មែរតែឥឡូវខ្ញុំដួសដាក់ខ្មែរវិញខ្ញុំដួសដាក់ជប៉ុនទេព្រោះយើងមានទឹកមានទឹកសសមានទឹកសុទ្ធទឹកស៊ុបហុតអាប់ដួសដំបងនោះដួសបោះពេញប៉ោះនឹងឯងបាត់ពេញប៉ោះចឹងតែមានសួរនឹងសាច់ឯងមានអីតំណងដែរតើឆ្ងាញ់មែនទែនហើយញ៉ាំមួយឆ្នាំណាញ៉ាំតែពីរនាក់តាជប៉ុននឹងឯងលឹងអស់លលីងច្រែងសូម្បីតាជប៉ុនគាត់ថាអូយឆ្ងាញ់ណាស់ខានញ៉ាំយូរឆ្ងាញ់មែនទែនហ្នឹងហើយអរគុណច្រើនជម្រាបលាជួបគ្នានៅវីដេអូក្រោយៗទៀត